ដូច្នេះដោយសារការប្រើប្រាស់ Telegram ច្រើនជាងគេនេះហើយដែលធ្វើឲ្យងាយស្រួលក្នុងជនក្រិតជនហ្នឹងគឺបាន target ទៅលើ Telegram បាទដើម្បីបង្វែរជនរងគ្រោះដែលប្រើប្រាស់ Telegram ហ្នឹងជាទិសដៅសម្រាប់ការឆបោកតាមបទល្មើសប្រជាជាតិហើយនៅក្នុងសំណួរដែរខ្ញុំឃើញថាតើកើតឡើងទៅលើ Telegram មានអ្វីខ្លះមានសំខាន់មាន2ការកើតឡើង Telegram បច្ចុប្បន្នហ្នឹងគឺទី1ការក្លែងបន្លំគណនីអ្នកប្រើប្រាស់ដោយយករូបភាពអ្នកធុរកិច្ចជនក៏ដូចជាថ្នាក់នាំជាន់ខ្ពស់អ្នកដែលមានមុខមាត់មកក្លែងបន្លំធ្វើជា Telegram ផ្លូវការឬជាពេលខ្លះការលួចទៅកាន់កាប់ Telegram តែម្ដងគឺតាមរយៈមធ្យោបាយផ្សេងបាទចំណុចមួយនៅក្នុងចំណោម10លានអ្នកដែលប្រើ Telegram នោះគឺជាចំនួនផ្ទាល់មកដូចឧបមាថាខ្ញុំមានលេខទូរស័ព្ទពីខ្សែខ្ញុំជាប់ Telegram ពីខ្សែផ្សេងនេះអញ្ចឹងចំនួន10លានអ្នកនេះវាសមាមាត្រទៅនឹង user 10លានអ្នកឬក៏យ៉ាងម៉េចហើយអ្នកបោកបន្លំមានន័យថាគាត់ target អ្នកដែលប្រើប្រាស់ Telegram គាត់មានរបៀបយកលេខទូរស័ព្ទឬក៏យកលេខ Telegram ហ្នឹងដោយរបៀបណាទៅដើម្បីផ្ញើសារតាក់ទងទៅនឹងការក្លែងបន្លំការបោកបញ្ឆោតបាទចំនួនអ្នកប្រើប្រាស់ Telegram ដែលយើង estimate ថាប្រហែល10លានអ្នកនេះគឺដោយសារយើងម្នាក់បានបង្កើត Telegram ច្រើនដល់លេខទូរស័ព្ទមួយលេខហ្នឹងសឹងតែ Telegram មួយទៅហើយដោយសារបញ្ហាបច្ចុប្បន្នភាពនេះគឺវាកំពុងពេញនិយមអញ្ចឹងអ្នកប្រើប្រាស់ច្រើនហើយសូម្បីតែអ្នកទទួលទានមុខរបរទូចតាចក៏គាត់ព្យាយាមប្រើដើម្បីងាយស្រួលក្នុងទំនាក់ទំនងដល់ហើយថាតើជនអក្រិតជននោះគេអាច access ឬអាចរក Telegram យើងបានដោយសារអីហ្នឹងទី1គេអាចរកបានតាមរយៈលេខទូរស័ព្ទរបស់យើងព្រោះថាពេលបានលេខទូរស័ព្ទហើយគឺអូតូម៉ាទិកគេស្គាល់ Telegram ហើយទី2ពេលខ្លះយើងការប្រើប្រាស់ Telegram របស់យើងច្រើនតែជួញនៅក្នុង group ធំនៅក្នុង channel ធំអញ្ចឹងជាងការ group ខ្លះគ្នាក្នុងសមាជិករាប់ពាន់រាប់ម៉ឺននាក់ទៅក្នុងហ្នឹងយើងមិនដឹងថាណាជាអក្រិតជនខ្លះអក្រិតជនបានចូលបន្លំក្នុងក្រុមដែរហើយបានពិនិត្យមើល Telegram ណាដែលអាចនេះបានគេនឹងព្យាយាមផ្ញើជា link ដែលការបន្លំមួយដែលខ្ញុំបានលើកឡើងចំណុចទី2ហ្នឹងគឺការបន្លំលួច Telegram ហ្នឹងតាមរយៈផ្ញើបញ្ឆោតគេ phishing link មានថាផ្ញើបញ្ឆោតទៅជា link មួយដែលឲ្យយើងហ្នឹងចូលទៅក្នុង system ហ្នឹងហើយយើងវាយអត្តសញ្ញាណលេខទូរស័ព្ទឬក៏ passcode របស់យើងចូលធ្វើឲ្យជនល្មើសអាចយក access យករបស់យើងបានយើងអាចកំណត់បានតាមវិធីណាទៅឧបមាថាខ្ញុំឥឡូវហ្នឹងគឺពេលខ្លះក្នុងសប្តាហ៍ហ្នឹងគឺទទួល message តាម Telegram ហ្នឹងពេលខ្លះក៏ជាអក្សរចិនពេលខ្លះក៏ជារឿងកម្ចីអនឡាញអីផ្សេងហ្នឹងយើងធ្វើមិនទៅដើម្បីជៀសវាងនៅការចុច click ទៅនៅក្នុងផ្ញើសារតាម Telegram ហ្នឹងដែលគាត់អាចទទួលឬក៏គ្រប់គ្រងនៅក្នុងប្រព័ន្ធ Telegram យើងមានវិធីការផ្សេងទេឬក៏បាទវិធីសាស្ត្រមួយគឺវិធីសាស្ត្រដំបូងបំផុតហ្នឹងគឺការនៅក្នុង Telegram គឺយើងអាចអនុញ្ញាតឲ្យយើង set ឯកជនភាព privacy setting ហ្នឹងគឺមានន័យថាយើងអាចជ្រើសរើសថាអ្នកដែលមិនមាននៅក្នុងបញ្ជីទូរស័ព្ទរបស់យើងគឺមិនអាចផ្ញើសារមកយើងបានទេបាទទាំងទី1យើងអាចទប់ស្កាត់បានការសារប៉ុន្តែដោយសារការងារខ្លះយើងធ្វើការជាមួយសាធារណជនយើងពិបាកណាស់យើងត្រូវបើកទៅលេដូច្នេះមធ្យោបាយមួយទៀតគឺយើងអាចពិនិត្យមើលសារទាំងអស់ហ្នឹងមុននឹងចុច link ភ្ជាប់ឬតាមរយៈ link ដែលផ្ញើមកហ្នឹងយើងត្រូវប្រុងប្រយ័ត្នពិនិត្យមើលឲ្យច្រើនដងថាតើវាមានពាក់ព័ន្ធនឹងការ phishing link ដែរទេបាទតាក់ទងទៅនឹងរឿង link ដែលគេផ្ញើដាក់នៅក្នុង message តាម Telegram នោះភាគច្រើនបំផុតនោះគឺជាប្រភេទ link ដែលបោកបញ្ឆោតឬក៏បែបណាតាមឧត្តមស្នេហ៍តូអង្កេតឃើញបាទតាម link ហ្នឹងមានពីរប្រភេទ link មួយហ្នឹងគឺតាក់ទាញយើងឲ្យចូលទៅក្នុង group ផ្សេងទៀតដើម្បីចូលរួមclick link បន្តទៅជាការភ្ជាប់ទៅការវិនិយោគ scam អីចឹងទៅ link មួយទៀតហ្នឹងគឺតម្រូវឲ្យយើងបញ្ចូល passcode របស់យើងហ្នឹងទៅដើម្បីគេយកគ្រប់គ្រង Telegram របស់យើងហើយរបៀបគ្រប់គ្រង Telegram ហ្នឹងគឺពេលដែលជនល្មើសចូលក្នុង Telegram យើងហ្នឹងគឺគេសង្ងំគេអត់ទាន់ធ្វើអីចឹងទេគេនឹងចូលក្នុងសារពិនិត្យមើលទាំងអស់ថាតើយើងបានតំណែងមួយណាខ្លះហើយក្នុងហ្នឹងមានសារណាដែលតកតងនឹងហិរញ្ញវត្ថុដែរទេជាពិសេសញាតិមិត្តគ្រួសារយើងច្រើនណាស់កូនផ្ញើសារមកផ្ញើលុយឲ្យអីចឹងទៅអញ្ចឹងបន្លំធ្វើជា
តួឪពុកម្ដាយឬជាកូនដើម្បីស្នើសុំលុយឬក៏ business តំណែងគ្នាឲ្យផ្ញើ មានសំណួរខ្លីមួយតាក់ទងទៅនឹងអ្នកដែលប្រើប្រាស់ Telegram នោះគឺដូចខ្ញុំដូចលោកដំស្នេហ៍តោមានប្រសាសន៍គឺច្រើនមែនទែនគឺ10លានអ្នកគឺ60ជា%ដែលគាត់ប្រើ Telegram ប៉ុន្តែមុននឹងឧបមាថាយើងចុច link អីមួយដែលជាក្រិតជនគាត់ផ្ញើសារមកហ្នឹងមុនដែលយើងចុចហ្នឹងតើយើងគួរតែពិនិត្យមើលអីខ្លះយើងគួរតែជាមូលដ្ឋានក្នុងការសម្រេចចិត្តថាយើងគួរតែចុចឬមិនចុចនោះគឺដោយយោងទៅនឹងកត្តាអីខ្លះដើម្បីកុំឲ្យសារដែលបោកបញ្ឆោតហ្នឹងគាត់ជាអាចនឹងគាត់រងគ្រោះ បាទសារបោកបញ្ឆោតយើងគិតមើលមាន2ប្រភេទសារទី1ដោយសារជនល្មើសនោះបានលួចកណនី Telegram របស់មិត្តភ័ក្តិយើងទៅហើយបាទអញ្ចឹងបានផ្ញើសារមកយើងអញ្ចឹងយើងទៅលេខមើលទៅការផ្ញើ link ហ្នឹងភ្ជាប់នឹងសារចាស់អញ្ចឹងចំណុចនេះគឺងាយស្រួលក្នុងការចុច link ណាស់បើសិនតែមានការសង្ស័យសូមមេត្តាតាក់ទងផ្ទាល់ទៅមិត្តភ័ក្តិរបស់យើងហ្នឹងហើយមួយទៀតសារមួយទៀតគឺ Telegram យើងអត់ដែរមានទំនាក់ទំនងមួយនេះសោះថ្មីចេះផ្ញើសារមកយើងចំណុចនេះគឺជាចំណុចមួយដែលត្រូវប្រយ័ត្នជាទីបំផុតចំណុចទី1ដែលគាត់លួច account បងប្អូនសាច់ញាតិអីបានហ្នឹងតើមានច្រើនករណីទេក្នុងករណីយើងគួរតែមានវិធានការជៀសវាងក្នុងការដោះស្រាយបញ្ហាហ្នឹងបានទេករណីលួចនេះគឺមានច្រើនដូច្នេះហើយបានជាយើងព្យាយាមបញ្យលអប់រំណែនាំយើងបានធ្វើវីដេអូច្រើនពាក់ព័ន្ធនឹងចំណុចដែលគួរតែជៀសវាងដើម្បីជៀសវាងពីការលួចជ្រុលយក Telegram របស់យើងបានដូចជាការកំណត់នៅលើការ two step verification នៅក្នុង Telegram គេអនុញ្ញាតឲ្យយើងបើភាសាសាមញ្ញគេហៅថាចាក់សោ2ជាន់ two step verification ហ្នឹងគឺយុទ្ធឋានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលប្រើប្រាស់ Telegram ហ្នឹងប្រើប្រាស់វិធាននេះមួយទៀតគឺនៅក្នុង privacy ហ្នឹងគួរតែដកចំណុចសាធារណៈមួយចំនួនពាក់ព័ន្ធរូបថតពាក់ព័ន្ធលេខទូរស័ព្ទចំណុចអស់នេះគួរតែដកចេញពីក្នុង Telegram ដើម្បីយើងការពារកុំឲ្យមានអតីតក៏ដែលមិនស្គាល់យើងហើយអាច access មកយើងបាន